បាទបងប្អូនអរគ្នាបន្ទាប់ពីឃើញរូបភាពនេះហើយខ្ញុំពិតជាមានអារម្មណ៍រំភើបរីករាយជាមួយនឹងសកម្មភាពរបស់ពុកម៉ែបងប្អូននៅឯនីសមុទ្រដែលលោកអញ្ជើញចំណាយពេលវេលាដ៏មានតម្លៃបានមកទស្សនាផ្ទាល់ជាមួយនឹងនគរព្រំដែននៅតាមការរក្សាបន្ទាត់កម្ពុជាវៀតណាមនៅខាងខេត្តមណ្ឌលគិរីខេត្តកាចេះនិងខេត្តត្បូងឃ្មុំបាទហើយក្នុងនោះផងដែរក៏យើងសង្កេតឃើញថាអាជ្ញាធរខេត្តមណ្ឌលគិរីមានការយកចិត្តទុកដាក់មែនទែនជាមួយនឹងការជួយសម្រួលក៏ដូចជានាំផ្លូវនិងពន្យល់អំពីដែនសីមារបស់ខ្មែរយើងថាយើងរាល់ថ្ងៃកំពុងតែគ្រប់គ្រងនៅចំណុចណាទីតាំងណាហើយមានការការពារដូចម្តេចខ្លះហើយអ្វីដែលជាការកាន់តែស្ងប់សរសើរជាមួយពុកម៉ែបងប្អូនគឺគាត់អឺមិនចេះតែជឿតាមពាក្យព័ត៌មានផ្សេងទេគឺគាត់សុខចិត្តចំណាយពេលវេលាគាត់មានទឹកចិត្តស្រឡាញ់ជាតិមាតុភូមិរបស់គាត់ដោយពិតប្រាកដបើទោះបីជាគាត់រស់នៅក្នុងប្រទេសជឿនលឿនក៏ពិតមែនប៉ុន្តែក្នុងនាមជាជនជាតិខ្មែរបេះដូងខ្មែរឈាមខ្មែរគាត់បានចំណាយពេលដឹកនាំបងប្អូនក្រុមការងាររបស់គាត់តាំងពីអូស្ត្រាលីតាំងពីនូវែលសេឡង់អញ្ជើញមកលេងកម្សាន្តក៏ដូចជាដើម្បីថតរូបបង្ហោះផ្សព្វផ្សាយអំពីតំបន់ទេសចរណ៍ជាតិជាច្រើននៅក្នុងខេត្តមណ្ឌលគិរីមានតាំងពីភ្នំណាំលាភ្នំដោះក្រមុំទឹកជ្រោះប៊ូស្រាជាដើមហ្នឹងទៅដល់ពិភពលោកឲ្យបានឃើញឲ្យពុកម៉ែបងប្អូនដទៃទៀតដែលជាខ្មែរយើងរស់នៅក្រៅប្រទេសដែលគាត់មិនធ្លាប់បានមកដល់ស្រុកខ្មែរវិញបន្ទាប់ពីបែកសង្គ្រាមទៅណាអញ្ចឹងឲ្យបានឃើញថាស្រុកខ្មែររបស់យើងកំពុងតែមានសុខសន្តិភាពល្អណាស់ពុកម៉ែបងប្អូនអញ្ចឹងមានពេលវេលាហើយមានកម្លាំងមាំមួនទេសូមអញ្ជើញមកលេងនៅខេត្តមណ្ឌលគិរីក៏ដូចជាតំបន់ព្រំដែនផ្សេងទៀតដែលរាជរដ្ឋាភិបាលបាននឹងកំពុងសាងសង់ផ្លូវដ៏ល្អស្អាតសម្រាប់ឲ្យពុកម៉ែបងប្អូនអរគ្នាបានអញ្ជើញទៅទស្សនាកម្សាន្តក៏ដូចជាស្វែងយល់អំពីព្រំដែនរបស់ខ្មែរយើងថាតើយើងកំពុងតែការពារដូចម្តេចខ្លះហើយជាងនោះយើងក៏អាចនឹងសាកជាមួយនឹងម្ហូបអាហារស្លបំពង់ឫស្សីដែលបងប្អូនបានឃើញបាញ់មិញហ្នឹងណាដែលនៅខាងតំបន់នេសាទកំពុងតែមានការពេញនិយមដែលជាប្រភេទសម្លដែលយើងស្លដោយទឹកដៃបងប្អូនជនជាតិដើមភាគតិចរបស់យើងគាត់ប្រើប្រាស់បន្លែធម្មជាតិដែលជំនួយដល់សុខភាពហ្នឹងហើយបងប្អូនទាំងអស់គ្នាសម្រាប់ខ្ញុំគឺមានតែសេចក្តីរំភើបរីករាយដែលបានឃើញនៅទិដ្ឋភាពខ្មែរស្រឡាញ់ខ្មែរទាំងអស់នេះបាទសូមអរគុណ